សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលប៉ុន្មានថ្ងៃមកនេះមានការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមមួយចំនួនពាក់ព័ន្ធនឹងប្រសាសន៍របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី21ខែធ្នូឆ្នាំ2023នៅក្រសួងបរិស្ថានដែលនាំឲ្យមានការយល់ច្រឡំថាសម្ដេចធិបតីបានបិទមិនឲ្យប្រធមវណ្ណៈវាសីច័ន្ទមុនីនិមន្តធ្វើសកម្មភាពដោយពីមុនទៀតអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនសាធារណជនឲ្យបានជ្រាបថាសម្ដេចធិបតីបានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាពិនិត្យមើលសកម្មភាពគ្រូបារមីចូលរូបមួយចំនួនដែលកំពុងបំពុលសង្គមដោយគ្មានមូលដ្ឋានច្បាស់លាស់និងបានធ្វើឲ្យប៉ះពាល់ដល់តម្លៃសាសនានិងតម្លៃសង្គម